សូមជូនរឿងរ៉ាវដ៏សែនរន្ធត់នៃគុកកោះត្រឡាចដែលកូនខ្មែរកម្របានដឹងចាសសូមជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីមេត្រីថ្ងៃនេះផងដែរនាងខ្ញុំមនីដួងចិត្តសូមពំនាំយកនៅរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សែនជក់ចិត្តមួយមកជម្រាបជូនពុកម៉ែបងប្អូនបានជ្រាបនឹងទស្សនាដែលរឿងរ៉ាវទាំងនេះតាក់ទងទៅនឹងកោះត្រឡាចដែលជាអតីតកោះមួយរបស់ខ្មែរដែលសពថ្ងៃនេះស្ថិតនៅក្នុងដែនដីកម្ពុជាក្រោមតោះចង់ដឹងរឿងរ៉ាវរន្ធត់យ៉ាងណាតាក់ទងទៅនឹងប្រវត្តិនៃរឿងរ៉ាវគុកកោះត្រឡាចនាងខ្ញុំសូមធ្វើការអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់និងទស្សនាដូចតទៅនៅកម្ពុជាក្រោមមានឆ្នេរសមុទ្រលាតសន្ធឹងពីខេត្តបារាឬខេត្តព្រះសូគារហូតដល់ខេត្តពាមដោយឆ្លងកាត់តាមព្រៃនគរកោះកងមេសកំពង់ឫស្សីឬព្រះត្រពាំងឃ្លាំងពលលាវទឹកខ្មៅនិងក្រមួនតាមឆ្នេរទាំងនេះមានកោះជាច្រើនដូចជាកោះបាកែវកោះទុងកោះក្អាត់ជាដើមកោះទាំងនេះជាប្រភពចំណូលខាងវិស័យទេសចរណ៍និងភោគផលដំណាំនិងនេសាទក្រៅពីកោះដែលបានរៀបរាប់ក៏នៅមានកោះធំមួយទៀតគឺកោះត្រឡាចដែលជាកោះមួយរបស់ចក្រភពខ្មែរមុនសតវត្សទី17ប្រវត្តិកោះត្រឡាចកោះត្រឡាចគឺជាអតីតកោះមួយរបស់ខ្មែរដែលស្ថិតនៅដែនដីកម្ពុជាក្រោមសព្វថ្ងៃកោះត្រឡាចមានឈ្មោះជាភាសាវៀតណាមហៅថាកងដាវឬកងសើងឬកងឡុងដែលបារាំងហៅថាពូឡូកងដ័រប្រជុំកោះត្រឡាចមានកោះសរុបទាំងអស់ចំនួន10ទាំងតូចទាំងធំនិងមានផ្ទៃក្រឡាប្រមាណ76គីឡូម៉ែត្រការ៉េកោះត្រឡាចសពថ្ងៃជាស្រុករដ្ឋបាលមួយនៃខេត្តបារានិងខេត្តអូកាប់ខេត្តមួយដែលរដ្ឋាភិបាលវៀតណាមបានដាក់បញ្ចូលគ្នាឲ្យទៅជាខេត្តមួយហៅថាខេត្តបារាវងតាវកោះត្រឡាចស្ថិតនៅចម្ងាយ100គីឡូម៉ែត្រពីឆ្នេរសមុទ្រស្រុកជ្រោយញខេត្តឃ្លាំងឬ180គីឡូម៉ែត្រពីខេត្តអូកាប់ខេត្តមួយដែលវៀតណាមហៅថាខេត្តវងតាវបារាំងហៅថាកាប់សង្សាក់កោះត្រឡាចទីឋានសម្រាប់ដាក់អ្នកទោសនយោបាយបើរំលឹកទៅដល់កោះត្រឡាចមនុស្សម្នាគ្រប់គ្នាប្រកាសជានឹកគិតទៅដល់ជនស្នេហាជាតិខ្មែរមួយចំនួននាសម័យអាណានិគមបារាំងដែលទីកន្លែងគុកកោះត្រឡាចនេះធ្លាប់ជាគុកនយោបាយរបស់អាណានិគមបារាំងហើយដែលបានចាប់ជនស្នេហាជាតិរបស់ខ្មែរជាច្រើនដែលប្រឆាំងជាមួយនឹងបារាំងទៅឃុំឃាំងដូចជាលោកក្រឡាហោមគង់ព្រះភិក្ខុនួនឌួងលោកអាចារ្យហែមជាវពោកំបោរលោកប៊ុនច័ន្ទមុលលោកប៉ាឈឿននិងវីរៈជនស្នេហាជាតិខ្មែរជាច្រើនអ្នកផ្សេងទៀតដែលពួកគាត់សុទ្ធតែបានជាប់ឃុំឃាំងនិងបានស្លាប់បាត់បង់ជីវិតនៅទីនោះយ៉ាងអណោចអធមបើយោងទៅតាមឯកសាររបស់លោកប៊ុនច័ន្ទមុលដែលបានសរសេរនៅក្នុងសៀវភៅចរិតខ្មែររបស់លោកកោះត្រឡាចគឺជាកន្លែងសម្រាប់ដាក់អ្នកទោសធ្ងន់ទោសមួយជីវិតឬទោសប្រហារជីវិតនៅទីនោះហើយគេបែងចែកជាផ្នែកដែលមានដូចជាអ្នកទោសនយោបាយទោសឆក់ប្លន់និងទោសសម្លាប់មនុស្សជាដើមឡាក់ហើយក្នុងនោះកន្លែងនីមួយមានឆ្មាំគុកម្នាក់ឬហៅថាការបូរ៉ាល់ម្នាក់នៅមើលការខុសត្រូវហើយគ្មានអ្នកទោសណាម្នាក់អាចរត់គេចពីកោះនោះបានទេរីឯការបូរ៉ាល់ឬឆ្មាំគុកគឺនៅក្រោមបង្គាប់របស់ជនជាតិបារាំងមួយជាន់ទៀតដែលចំនួននោះប្រទេសវៀតណាមក៏ស្ថិតនៅក្រោមនឹមអាណានិគមរបស់បារាំងដែរដូច្នេះគឺត្រូវនៅក្រោមបង្គាប់របស់បារាំងមុនសម័យអាណានិគមបារាំងដំបូងកោះត្រឡាចជាកោះមួយរបស់ចក្រភពខ្មែរហើយក្រោយមកត្រូវបានកាន់កាប់ដោយវៀតណាមនៅក្នុងសតវត្សទី17
ដោយសារកោះនេះមានអំណោយផលជាទីសំចតផ្លូវទឹកភ្ជាប់ពីអាស៊ីទៅអឺរ៉ុបទើបធ្វើឲ្យពួកប្រចាំប្រទេសបានស្គាល់កាន់តែឆាប់និងច្បាស់លាស់ឆ្នាំ1291សំពៅ14គ្រឿងរបស់អ្នកជំនួញនិងអ្នកស្រាវជ្រាវជនជាតិអ៊ីតាលីម៉ាកូផូឡូបានធ្វើដំណើរចេញពីប្រទេសចិនត្រឡប់ទៅស្រុកវិញត្រូវបានព្យុះធ្វើឲ្យលិចសំពៅអស់8គ្រឿងហើយនៅសល់ពីនេះបានរសាត់មកជាប់នៅលើកោះត្រឡាចនៅក្នុងអំឡុងសតវត្សទី15ដល់16មានអ្នកធ្វើដំណើរបច្ចឹមប្រទេសជាច្រើនបានមកសុំចតនៅកោះត្រឡាចចុងសតវត្សទី17ដើមសតវត្សទី18ក្រុមមូលធនអង់គ្លេសនិងបារាំងបានចាប់ផ្ដើមងាកមកចាប់អារម្មណ៍ប្រទេសលោកខាងកើតក្រុមហ៊ុនអង់គ្លេសនិងបារាំងបានមកពិនិត្យនិងស៊ើបអង្កេតកោះត្រឡាចជាច្រើនសារដើម្បីស្ទាបស្ទង់គ្រប់ស្ថានភាពក្នុងគោលបំណងកាន់កាប់កោះនេះថ្ងៃទី16ខែមិថុនាឆ្នាំ1702ក្រុមហ៊ុនអង់គ្លេសឥណ្ឌា English East India Company មួយបានបង្កើតឡើងជាអចិន្ត្រៃយ៍នៅលើកោះត្រឡាចនេះដើម្បីជាទីសំចតពាក់កណ្ដាលផ្លូវរបស់នាវាឥណ្ឌានិងចិន3ឆ្នាំក្រោយមកនៅថ្ងៃទី2ខែមិនិនាឆ្នាំ1705ក្រុមហ៊ុនរបស់អង់គ្លេសត្រូវបានវាយប្រហារនិងរោងចក្រត្រូវបានវាយកំទេចហើយមនុស្សដែលរស់នៅលើកោះនេះសេសសល់ទាំងប៉ុន្មានត្រូវបានចាប់និរទេសដោយជនជាតិវៀតណាមពេលធ្វើសង្គ្រាមជាមួយរាជវង្សវៀតណាមខាងជើងរាជបុត្រស្ដេចវៀតណាមវៀងផុកអាន់បានប្រគល់កោះត្រឡាចឲ្យបារាំងដោយចុះសន្ធិសញ្ញាឆ្នាំ1787ដើម្បីបដូរយកជំនួយយោធាក្រោយមកសន្ធិសញ្ញានេះត្រូវបានលុបចោលពេលបារាំងបរាជ័យក្នុងការផ្ដល់ជំនួយសម័យអាណានិគមបារាំងខែមេសាឆ្នាំ1861បារាំងបានចូលកាន់កាប់ខេត្តមួយចំនួននៅតំបន់ព្រៃនគរក្នុងអំឡុងពេលនោះបារាំងបានកិត្តគូជាបន្ទាន់ដល់ការដណ្ដើមយកកោះត្រឡាចព្រោះបារម្ភខ្លាចអង់គ្លេសយកតំបន់ដ៏សំខាន់មួយនេះវេលាម៉ោង10ថ្ងៃទី28ខែវិច្ឆិកាឆ្នាំ1861ឧត្តមនាវិកបារាំងលោកប៊ុនណាតបានចេញបញ្ជាឲ្យកប៉ាល់នាំសារណូសាហ្គារ៉ៃមកកាន់កាប់កោះត្រឡាចហើយបានលើកទង់បារាំងឡើងក្រោយមកអនុសេនីយ៍ឯកជើងទឹកបារាំងលោកស៊ីស្ប៉េស៊ីបាជាងនីកូឡាជូអាគឹមបានប្រកាសសេចក្តីប្រកាសអធិបតេយ្យរបស់បារាំងនៅលើកោះត្រឡាចថ្ងៃទី5ខែមិថុនាឆ្នាំ1862ស្ដេចវៀតណាមក្រុងវ៉េបានចុះកិច្ចព្រមព្រៀងជាមួយនឹងបារាំងមាត្រាទី3នៃកិច្ចព្រមព្រៀងនេះបានបញ្ជាក់យ៉ាងច្បាស់ថារាជវង្សវៀងរបស់វៀតណាមបានប្រគល់ទាំងស្រុងនៅអធិបតេយ្យកោះត្រឡាចទៅឲ្យអធិរាជបារាំងក្នុងអំឡុងពេល93ឆ្នាំគឺចាប់តាំងពីឆ្នាំ1862ដល់ឆ្នាំ1955បារាំងបានផ្លាស់ប្តូរអភិបាលជនជាតិបារាំងដែលមើលការខុសត្រូវនៅកោះត្រឡាចចំនួន40រូបសម័យសាធារណរដ្ឋវៀតណាមនៅថ្ងៃទី22ខែតុលាឆ្នាំ1956ប្រធានាធិបតីង៉ៅឌិនយាមបានចេញបទបញ្ជាលេខ143 NV ក្នុងការប្រកាសបញ្ជីឈ្មោះរដ្ឋបាលភូមិសាស្ត្រនៅវៀតណាមខាងត្បូងក្នុងនោះកោះត្រឡាចត្រូវបានក្លាយជាខេត្តកុងសើងនៅថ្ងៃទី1ខែឧសភាឆ្នាំ1975ទ័ពកុម្មុយនីសវៀតណាមនៃរណសិរ្សរំដោះវៀតណាមខាងត្បូងបានចូលកាន់កាប់កោះត្រឡាចបន្ទាប់ពីរដ្ឋាភិបាលសាធារណរដ្ឋវៀតណាមបានផ្ដួលរំលំដោយពួកកុម្មុយនីសវៀតណាមនៅថ្ងៃទី30ខែមេសាឆ្នាំ1975អំពីគុកកោះត្រឡាចបើនិយាយអំពីកោះត្រឡាចគេមិនអាចភ្លេចរំលឹកដល់គុកកោះត្រឡាចទេយោងតាមគេហទំព័រ Wikipedia នៅថ្ងៃទី1ខែកុម្ភៈឆ្នាំ1862 Bernard បានចុះហត្ថលេខាមួយឲ្យបង្កើតគុកកោះត្រឡាចដើម្បីដាក់អ្នកទោសនយោបាយឲ្យដាច់ស្រយាលកុំឲ្យមានការតាក់ទងនឹងបព្វពួករបស់គេបានការបង្កើតគុកនេះឡើងបានធ្វើឲ្យកោះត្រឡាចមានឈ្មោះល្បីល្បាញរហូតមកដល់សព្វថ្ងៃគុកកោះត្រឡាចជាមជ្ឈមណ្ឌលព្រហ្មទណ្ឌមួយបារាំងហៅថាបាញើដឺពូលូកុងដ័រគុកនេះបារាំងបង្កើតឡើងដើម្បីឃុំឃាំងអ្នកទោសពិសេស
ដែលគេចាត់ទុកថាធ្វើឲ្យគ្រោះថ្នាក់ដល់របបអាណានិគមរបស់បារាំងដូចជាអ្នកនយោបាយអ្នកទោសប្រហារជីវិតសមាជិកបកកុម្មុយនីសនិងអ្នកជាតិនិយមនៅឥណ្ឌូចិនដែលប្រឆាំងនឹងរបបអាណានិគមបារាំងនៅក្នុងគុកកោះត្រឡាចនេះមានមន្ទីរមួយដែលរបបអាណានិគមបារាំងរបបរដ្ឋវៀតណាមនិងរបបសាធារណរដ្ឋវៀតណាមបានបង្កើតឡើងឲ្យឈ្មោះថាទ្រង់ខ្លាដើម្បីធ្វើទរណកម្មលើសមាជិកដឹកនាំកម្ពុជានៃពួកកុម្មុយនីសនិយមក្នុងអំឡុងពេលសង្គ្រាមនៅវៀតណាមនិងឥណ្ឌូចិនអ្នកទោសនយោបាយខ្មែរជាច្រើនរូបក៏បានស្លាប់នៅគុកកោះត្រឡាចនេះដែរដែលមានដូចជាលោកអាចារ្យហែមជាវលោកប៉ាឈឿននិងលោកនួនឌុងជាដើមយោងតាមសៀវភៅទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចវៀតណាមដែលសរសេរដោយលោកវៀងថៃហ្វាងបានបញ្ជាក់ថានៅក្រោមរបបអាណានិគមនិយមបារាំងមានពលរដ្ឋវៀតណាមគ្រប់ស្រទាប់វណ្ណៈប្រមាណ 20,000 នាក់បានស្លាប់នៅគុកកោះត្រឡាចហើយបានយកទៅបញ្ចុះនៅទីបញ្ចុះសពមួយឈ្មោះហាងយើងបើយោងទៅតាមសៀវភៅឯកសារប្រវត្តិសាស្ត្រកម្ពុជាក្រោមអំណាចគ្មានខ្មែរក្រោមវិញលោកសាស្ត្រាចារ្យត្រាំងតាំងបុត្របានបញ្ជាក់ថាឆ្នាំ 1939 នៅកោះនេះមានអ្នកគុកនយោបាយចំនួន 2,400 នាក់ហើយនៅពេលសង្គ្រាមលោកលើកទី 2 ចំនួនអ្នកទោសនយោបាយកើនដល់ 6,000 នាក់និងបន្ទាប់មកនៅឆ្នាំ 1946 ដល់ឆ្នាំ 1955 កើនដល់ 2,400 នាក់គួរបញ្ជាក់ដែរថាសប្តាហ៍ថ្ងៃនេះកោះត្រឡាចលែងជារបស់ប្រទេសកម្ពុជាទៀតហើយកោះត្រឡាចស្ថិតនៅក្រោមការគ្រប់គ្រងរបស់វៀតណាមចាស់ប្រិយម្នាក់ស្ដាប់ជាទីមេត្រីប្រវត្តិនៃរឿងរ៉ាវដ៏សែនរន្ធត់នៃគុកកោះត្រឡាចដែលកូនខ្មែរកម្របានដឹងដែលនាងខ្ញុំលើកយកមកអត្ថាធិប្បាយជូនពុកម៉ែបងប្អូនបានស្ដាប់ក៏ដូចជាទស្សនាក៏បានមកដល់ទីបញ្ចប់ហើយដែរនាងខ្ញុំក៏សូមខន្តីអភ័យទោសប្រសិនជាមានកំហុសខុសឆ្គងការលើសលួសពាក្យសម្ដីដោយប្រការណាមួយសូមអរគុណពីនាងខ្ញុំអឹមស៊ីវិគីមនីដួងចិត្ត